change អាននេះមកស្ដាប់តិចមើលកុំឲ្យថាបងអានទៅនិយាយពលិសអីចឹងណា ដំបៅរើចែចង់ស្រូវប្រកាច់ពូមកបំពេញមានស្លាប់ហើយអត់មានគំនិតជារបស់ខ្លួនឯងទេបើនៅហ៊ានបន្តទៀតចាប់ហើយពូមករាមិនគួរស័យគាត់ពីក្រោយខ្នងទេអាណិតបងឡាកម៉ូដល់អូស៊ីតែគាត់ញងអាណិតបងឡាកម៉ូដោយការខ្លាចបាត់មនុស្សដែលគាត់ស្រឡាញ់មករាជាអ្នកលក់ចំណិតរបស់គាត់ចាំបានទេរឿងចោលនឹងប្តីគាត់ពេលមួយពូមករាគាត់ដើរតួជាអ្នកជួយជីវិតមួយផ្ទះពាក្យដែលគាត់ផ្ដាំឲ្យជួយមើលកូនឲ្យផងម៉ោង8ចៅណាត់យកលុយមកមិនតាន់គាត់ចង់ទៅវាយចៅដើម្បីពាំងជីវិតតែចែគាត់ភ្លាមគាត់ឃើញទឹកចិត្តមករាដែលតែងតែអាណិតស្រឡាញ់នឹងការពារមេស្រាប់តែពេលនេះមករាធ្វើចម្លងគ្រឿងលក់ជន់នឹង product របស់បងហើយសុំឈប់ធ្វើការជាមួយបងជាមួយពេលនេះគាត់ដើរតួចាក់សម្លាប់ដោយផ្ទាល់ដៃមនុស្សដែលនៅចិត្តយើងបំផុតនឹងហើយដែលក្បាលតាហេតុក៏ស្រុកខ្មែរអត់ច្បាប់ការពារ copyright បាទអត់មានអញ្ចឹងនឹងមានជនបែបនេះបន្តតួពូមានក៏មិនល្អមើលដែរពូមករាអើយបំពេញគាត់ខ្លាំងណាស់កម្លាំងគេខំសាង brand យូរមកហើយឈប់វិញបានតាន់មានពេលហើយយើងខកចិត្តដោយសារធ្លាប់ចូលចិត្តពូមករាខ្លាំងដែរតាំងពីកូនSaiphone អីស្ដាយចិត្តតែបងឡាកម៉ូបែរជាបងមកនិយាយពីរឿងថាស្រឡាញ់គេខ្លាំងទៅវិញដោយករណីពូជាចាយាដែលពេលលេងចាយាភ្លាមលួចធ្វើចម្លងលេចាយាឡាយឌីលព្រាតចឹងហើយបានចាយាដាច់ចិត្តបងដាលីនគាត់មិនលុបលន់ហើយក៏មិនបន្តដំណើរទៅមុខទៀតដោយឈឺក្រំចិត្តជាតិអាណិតដល់មនុស្សស្រីម្នាក់នេះហើយជឿថារបស់ស៊ីរបស់គាត់នឹងរុញលក់ដាច់ធ្វើឡើងដោយសាររូបមន្តដើមនឹងជាមនុស្សល្អបំផុតចូលចិត្តអាណិតអាសូរនឹងជួយគេគាត់មិនធ្លាក់យូរទេរបស់កូពីចាញ់ហើយប្រយ័ត្នបងគួរតែហាមគេកុំឲ្យចម្លងដូចរបស់ចែចឹងយើងមានសិទ្ធនិយាយតែស្លូតពេកគេនឹងជន់ហើយពូជាចាយាសុតតលតែឈប់លក់កុំខ្លាចជនបំពេញទៅរកច្បាប់ថែមពីលើទៀតបើមិនស្ដីឲ្យចំទេគេមិនកែអានឹងចឹងខ្ញុំមិនត្រូវជាអីនឹងគាត់ទេតែបានមើលវីដេអូគាត់ជាហោហែហើយអាណិតគាត់ពេញក៏ចាញ់សារនេះតែម្ដងអាងគ្នាមេម៉ាយបើប្តីគាត់នៅហ៊ានទេឲ្យតែឃើញគ្នាខ្សោយចង់តែជន់គួរឲ្យខ្លាចមកមេមកស្ដាប់ហើយមិនបងអរគុណអូនឯងខ្លាំងមែនតើដែលពាក្យពេចន៍អូនឯងនិយាយចេញមកមានអារម្មណ៍ថាបងជាបុគ្គលម្នាក់ដែលអូនឯងអាណិតទៅអត់គឺបងសប្បាយចិត្តខ្លាំងមែនតើដែលអូនឯងចេញពីចិត្តហើយអ្វីដែលបងចង់ប្រាប់ទៅអូនឯងវិញដូចបងនិយាយដដែលចឹងគឺបងអរគុណខ្លាំងមែនតើតែដោយសារពេលខ្លះអូនឯងស្រឡាញ់បងព្រួយបារម្ភពីបងគិតពីបងពេកអូនអាចយល់ច្រឡំពីមករាអញ្ចឹងណាចឹងបងចង់បញ្ជាក់ថាការដែលគាត់លក់ផលិតផលហ្នឹងគឺគាត់លក់ផលិតផលទោះជាឈុតមុខដូចគ្នាដែលគាត់កំពុងកាន់ក៏ដោយរូបមន្តផ្សេងគ្នាដូចនៅលើទីផ្សារឈុតមុខមានសេរ៉ូមានណៃគ្រីមគឺមានចង់1លាន1000 10000ពិភពលោកហ្នឹងគឺមានច្រើនខ្លាំងមែនតើរូបមន្តផ្សេងគ្នាហើយបន្ទាប់មក brand ផ្សេងគ្នាអញ្ចឹងអ្នកណាមានសមត្ថភាពក្នុងការរើសយករូបមន្តល្អអ្នកណាមានសមត្ថភាពក្នុងការប្រម៉ូទទៅដល់ដៃអតិថិជនគឺអ្នកហ្នឹងគឺអាចយកអតិថិជនបានអ្នកណាមានសមត្ថភាពទាញយកបេះដូងអតិថិជនឲ្យគាត់ប្រើបានគឺអ្នកហ្នឹងមានសមត្ថភាពអញ្ចឹងដូចមករាអញ្ចឹងគាត់ទៅបង្កើតផលិតផលទោះជាជន់ដូចខ្ញុំក៏ដោយតែរូបមន្តខុសគ្នាហើយគាត់មានសិទ្ធិផលិតទោះជាខ្ញុំមានផលិតផលណា10មុខគាត់ទៅផលិត10មុខដូចខ្ញុំក៏អត់ខុសដែរចង់ថាគេថាខ្ញុំនឹងលួចចម្លងពីមេឯងចង់ថាលួចមុនលួចអីចឹងណាអត់លួចទេឯងពីក្រោយខ្នងចឹងតែខ្ញុំចង់និយាយថាចេះអាដែលខ្ញុំចង់ផលិតហ្នឹងចង់ប្រាប់ឲ្យប្រាប់ឲ្យគាត់ដឹងថាខ្ញុំទៅមកលើឬក៏យូរហើយមករាគាត់ចង់ផលិតហ្នឹងតាំងពីមុនធ្វើការមួយខ្ញុំទៀតពេលដែលគាត់ចូលគាត់ថាគាត់ចង់ធ្វើអាវ៉ាន់ខ្លួនឯងលក់ខ្លួនឯងហើយខ្ញុំតែងតែប្រាប់គាត់ថាមករាកុំតាន់អីនៅធ្វើការជួយខ្ញុំសិនទៅចាំដល់តែពេលខ្ញុំអូខេទាំងស្មារតីរបស់ខ្ញុំទាំងភាពជោគជ័យរបស់ខ្ញុំនឹងជួយមករាយើងពេលហើយយើងជួយប្រម៉ូទគ្នាទៅវិញទៅមកពួកអីនៅលើទីផ្សារគឺចង់និយាយថាអតិថិជនច្រើនណាស់ហើយលុយក្រាលពេញដីអ្នកណាមានសមត្ថភាពអ្នកនឹងយកអញ្ចឹងយើងអាចចំណែនគ្នានេះមនុស្សដែលយើងស្រឡាញ់យើងជួយគ្នាទៅពេលដែលគាត់ចង់រកស៊ីអីគាត់ចង់ធ្វើអីទោះជាមុខជំនាញដូចគ្នាក៏ដោយទោះជាអាជីពដូចគ្នាក៏ដោយតែពេលដែលយើងបើកចិត្តយើងនឹងសប្បាយចិត្តទាំងអស់គ្នាសំខាន់គ្រាន់ថាយើងអត់មានទៅបំពេញគ្នាទៅវិញទៅមកទេចង់និយាយថាយើងនៅតែរាប់អានគ្នាធម្មតាទេទោះខ្ញុំឈប់ក៏ដោយខ្ញុំចង់និយាយចឹងណាទោះជាមករាឈប់ទោះជាមករាធ្វើផលិតផលដូចក៏អត់បញ្ហាដែរសម្រាប់ខ្ញុំគឺគ្រប់មនុស្សទាំងអស់គឺមានសិទ្ធិធ្វើផលិតផលមុខដូចយើងតែបងសូមបញ្ជាក់ថារូបមន្តគាត់អាចយកបានទេដោយសាររូបមន្តនីមួយៗគឺគេចងហើយឯងម្ចាស់ក្រុមហ៊ុនគឺចងនៅរោងចក្រហើយឯងអញ្ចឹងមករាអាចមានសិទ្ធិទៅយកបានទេអញ្ចឹងខ្ញុំក៏សាហាវដែររូបមន្តពីមេគេសិទ្ធិមានកម្មសិទ្ធិបញ្ញាហើយចង់ថា
មិនហ៊ានខ្លាំធំដល់ថ្នាក់ បាទថាដូចគ្នាណៃគ្រីមសេរ៉ូមកយើងដូចគ្នាមានលេខក្លៀកលេខអីតាមអ្វីដែលគាត់ចង់ធ្វើខ្ញុំគាត់ចង់ធ្វើអីខ្ញុំគ្រប់គ្រងហ្នឹង បាទហើយឆេងលឺចឹងហើយមានអារម្មណ៍មិនដែរអញស្គាល់បងនេះ ខ្ញុំគិតថាដូចអត់អាចទៅរួចទេហើយណាមួយរូបមន្តមិនមែនលួចស្រួលណា បាទ យើងសិតតែកងត្រាជាមួយរោងចក្រ បាទអ៊ីមិញ បាទ អញលឺមិញលឺតែលឺបងនិយាយអត់មិញ លឺទេ អានអត់ហើយចុះអញលឺថាគេបងហ្នឹង ហើយថ្ងៃហ្នឹងសប្បាយចិត្តខ្លាំងមែនតើមិញដោយសារយំហ្នឹងទៅនិយាយអត់ចេញសប្បាយចិត្តថាមករាមក surprise ឲ្យផ្កាខ្លាំង surprise ហ្មងអត់ដឹងគាត់ក៏អត់ដឹងខ្ញុំជឿថាមករាអត់ដឹងថាខ្ញុំព្រឹត្តិកម្មដល់ថ្នាក់ហ្នឹងឯងហើយខ្លួនមិនបាច់ថាមករាអីតែខ្លួនខ្ញុំផ្ទាល់ខ្ញុំអត់ដឹងខ្ញុំចឹងច្រើនគឺតែយំធម្មតាឯងចាយំធម្មតាខ្ញុំយំ ថាអីរើដល់ថ្នាក់ដែលមេអញស្រេចអញ្ចឹងទេខ្ញុំអត់ស្មានទេ ហើយសួរតែខ្ញុំចង់អញ្ចឹង ថាខុសមែនតើចង់ថាអត់អត់ចង់និយាយទេប៉ុន្តែមេអញនិយាយមកចូលខ្ញុំ ដឹងថាមករាដូចមានអីចង់និយាយមួយខ្ញុំ ដល់ពេលនិយាយទៅ វាចង់ទៅ ទាំងអស់បណ្ដោយ700បណ្ដោយបាទអញ្ចឹងខ្ញុំចង់និយាយថាទោះខ្ញុំធ្វើផលិតផលខ្លួនឯងជន់ជាមួយគាត់តែសម្រាប់ការឆ្លាញ់ការរាប់អានខ្ញុំជាមួយបាទទាំងកូនគាត់និងគាត់គឺអត់ប្រែប្រួលទេខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូន ហើយការយំហ្នឹងក៏មិនមែនថាអូមករាទៅហ្នឹងមិនបានជួបគ្នាអីទៀតអត់ទេគាត់តែមានអារម្មណ៍ថាធម្មតាកាលមុនយើងនៅមួយគ្នាចង់24ម៉ោងយើងជួបគ្នានេះមករាមកគេងមួយខ្ញុំទៀតហ៎ការពេលមានរឿងភ្លាមមករាគេងមួយខ្ញុំមួយអ៊ូមួយអីមកកតុប4 5នាក់ហ្នឹងទាំងអស់ហ្នឹងអញ្ចឹងយើងមានអារម្មណ៍ថាពេលដែលគាត់ទៅរកស៊ីខ្លួនឯងមានអារម្មណ៍ថាមួយខែមិនស្រួលមិនតបានជួបមុខគ្នាម្ដងផងខ្ញុំក៏រវល់គាត់ក៏រវល់ព្រោះដោយសារយើងធ្វើការផ្សេងគ្នាព្រោះយើងធ្វើការមួយគ្នាយើងជួបគ្នារហូតអញ្ចឹងសំណោះអាហ្នឹងណា បាទហើយឃើញបងអូនស្រីចិត្តឡើង CEO ហើយអញ្ចឹងជូនពរឲ្យបងអូនស្រីបន្តការងារម៉ាក់ឲ្យបានជោគជ័យខំប្រឹងអូខេ ចា បាទហើយក៏ឃើញមេប្រកាសលក់ condo ដែរបាទសូមជូនពរឲ្យមេខ្ញុំបានលក់ condo ឲ្យឆាប់ដាច់ឲ្យផុតគេថាទុកលំបាកផុតកម្មផក់ពៀកុំឲ្យលំបាកញ៉ែញ៉ៃ គេហៅសម្ពាធយើងអត់ចេះ បាទសម្ពាធឲ្យគាត់ធ្វើការអីធ្វើអត់ចាញ់ចង់ថាមានរឿងរហូតចឹងណាបាទសូមជូនពរឲ្យមេលក់ condo ឲ្យឆាប់ដាច់ឲ្យបានស្រួលទាំងអស់គ្នាអូខេ ហើយសង្ឃឹមថា CEO ខាងនេះជោគធ្វើជោគជ័យណាគាត់ណាព្រោះអីម៉ាក់ទី1ម៉ាក់យូរច្រើនហើយទី2ម៉ាក់ប៉ះពាល់ផ្លូវចិត្តច្រើនអញ្ចឹងពេលខ្លះម៉ាក់មានអារម្មណ៍ថាម៉ាក់ចង់ធ្វើទីផ្សារម៉ាក់ធ្វើម៉ាក់ពេលខ្លះម៉ាក់សេតម៉ាក់អត់តែបើសម្រាប់កូនឯងកូនឯងមានពេលសេតទេកូនឯងគឺធ្វើរហូតយើងអត់មានអីប៉ះពាល់ផ្លូវអារម្មណ៍ទេដល់ម៉ាក់ផ្សេងអញ្ចឹងមិនម៉ាក់បកគលការងារនឹងតើកូនឯងតែសួរថាម៉ាក់នៅអត់ម៉ាក់នៅពីក្រោយកូនឯងម៉ាក់នៅមើលការខុសត្រូវម៉ាក់នៅបង្ហាញផ្លូវយល់អត់ អូខេ អូខេ ចាម៉ាក់ ចាំម៉ា បាទអញ្ចឹងវីដេអូនេះអត់មានអីទៀតទេបងប្អូនទាំងគ្នាខ្ញុំគ្រាន់តែចង់និយាយថាខ្ញុំអត់ជឿទៅបកស្រាយខ្ញុំមកជួបឲ្យគាត់និយាយប្រាប់បងប្អូនទាំងអស់គ្នាតែម្ដងទៅបាទកុំឲ្យថាអូខ្ញុំហ្នឹងក៏ចិត្តថ្លើមខ្មៅបាទដល់ថ្នាក់បាទលួចចម្លងឲ្យយករូបមន្តទៅបាទវាមិនអាចទៅរួចទេបងប្អូនក្រុមហ៊ុនមួយដូចក្រុមហ៊ុនមេធំអញ្ចឹងគឺគាត់សិតតែមានអ៊ីនគេឌៀនទិញផ្ដាច់ទិញអីបងប្អូនទាំងអស់គ្នាអញ្ចឹងមិនអាចទៅគាត់បាទចប់ប្រទេសពីផ្ទះលេខ2គាត់ទៅផលិតនៅប្រទេសចិនគាត់រូបមន្តដែលល្អមកភ្លាមទេបាទគឺរូបមន្តសិតតែគេចងអស់ហើយអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងសូមតែបងដែលគាត់ផុសហ្នឹងគឺមានតែគាត់មួយនឹងឯងគាត់គិតអាក្រក់មកលើបងអញ្ចឹងណាបាទអញ្ចឹងសូមបងមើលឃើញវីដេអូនេះហើយបងនឹងយល់ពីខ្ញុំ ចាឥឡូវអូនបណ្ដៃខឹងមែនបងវាយឲ្យ អូនជឿបាទ